nè đôi rương đại dương nó khơi con ở vùng mà đại bao dương chứ ta rương ở vùng mà đại sầm khăn nó về đại dương khơi sạc cam màu phiệp ở vùng mà đại bao dương vừa dần mấy chục bao dương miền cách vừa càng nghe bầm ra chui càng nghe bao dương là hồn màu hay quạt bạn chỉ vượt tới là về đại dương miền càng nó cực lực á rương sạc cam màu phiệp nó đôi nực thầm vậy này bỏ hai dương vừa ca có bôi chia quạt là số bay tại rút sầm nặng để dương co sang màu nữa có bán bồn đà còn những rương sầm khăn á được không ca vừa cách có bôi chia đi nè nam mô tịnh ni chẳng sập rùa màu được không cách vừa bột thiệp bị sai đòi được không ngày ní nhiệt nhôm bột bò sạch bàn trổ rùm chặt là hơi được không cách vừa bột thiệp bị sai đi đòi bàn miền ca cò sang nơiประពុទ្ធរូបប្រមាណជា2ព្រះអង្គហើយគិតតម្លៃក៏រៀងគ្រាន់បើដែរ1500មួយអង្គគិតតម្លៃទៅវាតម្លៃ1750ណាហ្នឹងហើយប៉ុន្តែដោយភាពសាមគ្គីរបស់ញាតិញោមពុទ្ធបរិស័ទម្នាក់5000ម្នាក់10000ម្នាក់20000ម្នាក់ខ្លះក៏$100អញ្ចឹងក៏បានកសាងហើយបើយើងគិតអំពីរឿងប្រាក់ដែលយើងកសាងហ្នឹងហាក់បីដូចជាច្រើនណាស់មែនទេញាតិញោម700ច្រើនណាស់ក្នុងមួយព្រះអង្គប៉ុន្តែបើយើងគិតអំពីរឿងបុណ្យព្រោះរឿងថវិកាញាតិញោមយើងគិតថាច្រើនហើយតែថវិកាមិនមែនចេះតែទិញបុណ្យបានទេมันអាចដូរយកបុណ្យបានទេដូរយកបុណ្យបានសម្រាប់តែអ្នកមានសទ្ធាតែប៉ុណ្ណោះមែនទេញាតិញោមណាកុំច្រឡំថាឲ្យតែមានលុយអាចទិញអ្វីបានទិញបានតែរបស់ដែលគេចង់ទិញទេរបស់ដែលខ្លះតែរឿងបុណ្យកុសលនេះគឺมันអាចទិញបានទេដូចញាតិញោមចេះឆ្នៃ1000 2000 10000 20000 100 200ហ្នឹងឲ្យคล้ายទៅជាបុណ្យបានតើតែញាតិញោមនឹងមានសទ្ធាបើមិនមានសទ្ធាទេมันអាចឆ្នៃឲ្យកើតទៅជាបុណ្យទេហើយ100 200มันជាច្រើននេះញាតិញោមណាហ្នឹងហើយក៏มันអាចទិញសម្បត្តិសួរសម្បត្តិព្រះនិព្វានបានដែរតែយើងកសាងនៅព្រះពុទ្ធបដិមានេះញាតិញោមណាព្រះពុទ្ធបដិមានេះជាការកសាងដំណើរទៅកាន់ព្រះនិព្វានបានណាហ្នឹងដូចអាត្មាពីដើមអាត្មានិយាយពីរឿងឧបាសកម្នាក់ដែលគាត់កសាងនៅព្រះពុទ្ធរូបហ្នឹងណាញាតិញោមជាតិចុងក្រោយរបស់គាត់គឺទាន់ព្រះសអាមេត្រីណាព្រះសអាមេត្រីរាល់ថ្ងៃនៅឋានតោសិតហ្នឹងហើយឧបាសកដែលគាត់កសាងព្រះពុទ្ធបដិមាដំបូងគេហ្នឹងគាត់បានអស់ជីវិតពីមនុស្សនេះទៅគាត់បានទៅកើតឋានទេវលោកហើយគាត់អត់ចុះមកវិញទេតតែសម័យកាលនៃព្រះសម្មាសម្ពុទ្ធព្រះសអាមេត្រីណាព្រះសអាមេត្រីមកកើតនៅក្នុងកំណើតជាមនុស្សហើយព្រះអង្គចេញបួសបានត្រាស់ជាពុទ្ធបានគាត់ណាដែលធ្លាប់កសាងនៅព្រះពុទ្ធរូបនឹងឯងណាស្យប់អំពីឋានទេវលោកមកកើតជាមនុស្សហើយបានស្ដាប់ធម៌បានសម្រេចអរហន្តក្នុងភាពជាមនុស្សតែម្ដងនឹងអត់មានវល់ទៅណាទៀតទេណាចឹងញាតិញោមពុទ្ធបរិស័ទដែលយើងកសាងនៅព្រះពុទ្ធរូបនៅក្នុងពេលនេះញាតិញោមដែលបានកសាងមកហើយរឿយហើយព្រមទាំងញ៉ាំងចិត្តឲ្យជ្រះថ្លាចំពោះបុណ្យកុសលដែលខ្លួនឯងបានធ្វើនៅក្នុងពេលនេះណាញាតិញោមណាញាតិញោមខ្លះចូលបានទិញទួយអីកុំអន់ចិត្តបានកសាងព្រះពុទ្ធរូបមួយនឹងគេដែរអញ្ចឹងជ្រះថ្លាញាតិញោមណាជ្រះថ្លាហើយជ្រះថ្លាទៀតហើយព្រះពុទ្ធនឹងគឺស្អាតណាកសាងពីថ្មកៅនឹងស្អាត
ចឹងបើយើងបានគោរពប្រតិបត្តិដល់ការថ្វាយបង្គំនមស្ការកើតពីតិបានកសាងប៉ុណ្្នឹងហ្នឹងហើយប្រាថ្នាឲ្យជួបព្រះស្អាមេត្រីប្រកាសជាបានជួបបាទហ្នឹងញាតិញោមចំណាយតែប្រមាណតិចតួចដែលញាតិញោមដែលអាចមានលទ្ធភាពហើយបើថាអ្នកដែលមិនមានសទ្ធាមានលុយរាប់ម៉ឺនដុល្លារក៏មិនអាចប្រាថ្នាបានដែរណាមិនចេះតែប្រាថ្នាឲ្យជួបព្រះស្អាមេត្រីប្រាថ្នាឲ្យផុតអំពីកើតចាស់ឈឺស្លាប់នឹងបានដោយសារមានលុយប៉ុណ្ណេះប៉ុណ្ណោះទេដោយសារការលះបង់ធ្វើទៅជាបុណ្យកុសលដោយការកសាងនៅព្រះពុទ្ធរូបនេះជាដើមនឹងឯងបងអញ្ចឹងសង្ឃឹមថាញាតិញោមពុទ្ធបរិស័ទប្រុសស្រីគ្រប់គ្នាអាចមានឧបនិស្ស័យបានជួបនៅព្រះស្អាមេត្រីជាព្រះពុទ្ធក្រោយទៀតប៉ុណ្ណាអនុមោទនីថ្ងៃចឹងប៉ុណ្្នឹងចុះក៏មិនបានវែងឆ្ងាយអីទេសង្ឃឹមថាញាតិញោមពុទ្ធបរិស័ទប្រុសស្រីអាចស្ដាប់យល់ដឹងតកតងជាមួយនឹងការកសាងនៅព្រះពុទ្ធនេះក៏ជ្រះថ្លាជាមួយនឹងកិច្ចកសាងកុំឲ្យចេះតែចាយលុយត្រឡប់ត្រឡិនពីវាប្រការហើយព្រះពុទ្ធរូបហ្នឹងបញ្ជាក់ជូនញាតិញោមណាកសាងឲ្យបានត្រឹមត្រូវតាមរបៀបហើយកុំឲ្យកសាងច្រើនពេកបើយើងកសាងសម្រាប់ធ្វើកិច្ចគោរពបូជាព្រោះអាត្មាឃើញវត្តខ្លះហ្នឹងអង្គតែមានលុយជាពិសេសគឺកសាងព្រះអង្គបិណ្ឌបាតដាក់ច្រើនល្ងុកល្ងុលមិនដែលទៅសម្អាតមិនដែលបោះមិនដែលជូតមិនដែលលាងអាហ្នឹងដូចជាខ្វះការគោរពវិញអាហ្នឹងក៏មិនបាច់កសាងក៏បានដែរញាតិញោមណាហ្នឹងហើយកសាងមួយយើងកសាងឲ្យបានត្រឹមត្រូវគោរពបូជាក៏មកកសាងឲ្យទុកចោលប្រឡាក់បញេះបញុះអីក៏មិនសមណាញាតិញោមបាទហ្នឹងហើយយើងកសាងឲ្យកសាងសម្រាប់គោរពបូជាចឹងទៅឲ្យបានបុណ្យហ្នឹងហើយហ្នឹងសូមញាតិញោមចេះគិតគូរផងបើកសាងមានលុយកសាងកសាងឲ្យត្រូវហ្នឹងទៅវាបានបុណ្យប៉ុណ្ណាអនុមោទនី